គ្រប់គ្នាអាចជួយឲ្យ AI ស្គាល់ពីកម្ពុជាកាន់តែច្បាស់ហើយដោយពាក្យស្លោកផលក្រសួងទេសចរយើងមួយគ្រប់គ្នាទាំងអស់គ្នាដើម្បីទេសចរហើយទេសចរដើម្បីទាំងអស់គ្នាដែលជាពាក្យស្លោកមួយក្រសួងទេសចរកម្ពុជាតែងតែប្រើប្រាស់ជាញឹកញាប់ដើម្បីបំផុសស្មារតីផលប្រជាជនដើម្បីការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមថែរក្សាការពារផ្សព្វផ្សាយអំពីសក្តានុពលកម្ពុជាក្នុងគោលដៅរួមចំណែកក្នុងការអភិវឌ្ឍទេសចរជាតិនៅក្នុងយុគសម័យបច្ចេកវិទ្យា Digital ពាក្យស្លោកនេះអាចមានន័យទូលំទូលាយជាងមុនហើយក្រៅពីការធ្វើជាម្ចាស់ផ្ទះល្អការថែរក្សាបរិស្ថានការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក៏ដូចជាការផ្សព្វផ្សាយគោលដៅទេសចរយើងគ្រប់គ្នាអាចចូលរួមធ្វើឲ្យបញ្ញាសិប្បនិម្មិតឬដែលយើងហៅថា Artificial Intelligence នេះស្គាល់និងយល់ហើយនឹងស្វែងរកព័ត៌មានអំពីកម្ពុជារបស់យើងកាន់តែច្បាស់ហើយសំណួរមួយដែលខ្ញុំចង់លើកយកមកគិតរួមគ្នានោះគឺថានៅពេលដែលអ្នកទេសចរនាពេលអនាគតគាត់សួរអំពី AI ថាខ្ញុំគួរទៅលេងប្រទេសណាមួយតើកម្ពុជាស្ថិតនៅក្នុងចម្លើយផុស AI ដែរទេអំពីការស្វែងរកព័ត៌មានទៅការសួរអំពី AIហើយការពីមុននៅពេលដែលយើងចង់ធ្វើដំណើរទៅកន្លែងណាមួយហើយភាគច្រើនយើងប្រើប្រាស់ search engine អាន website ក៏ដូចជាការមើលវីដេអូសួរមិត្តភ័ក្តិក៏ដូចជាការចូលទៅក្នុងបណ្ដាញសង្គមផ្សេងៗដើម្បីប្រមូលព័ត៌មានទាំងអស់នោះមកខ្លួនឯងហើយយើង analyze តើយើងគួរទៅប្រទេសណាឬក៏ទៅតំបន់ណាប៉ុន្តែទម្លាប់ទាំងអស់នេះត្រូវបានផ្លាស់ប្ដូរហើយជាពិសេសនៅក្នុងប្រទេសចិនទៀត AI កំពុងក្លាយទៅជាឧបករណ៍ថ្មីមួយសម្រាប់ការស្វែងរកព័ត៌មានការរៀបចំផែនការនៃការធ្វើដំណើរហើយនេះបើយោងតាម website Dragon Trail International ដែលបានដកស្រង់ចេញអំពី China Tourism Academy ក្នុងឆ្នាំ2026ប្រហែលជា 70% នៃអ្នកធ្វើដំណើរចិនកំពុងប្រើប្រាស់ AI ដើម្បីជួយរៀបចំផែនការនៃការធ្វើដំណើររបស់ពួកគេក្នុងការស្ទង់មតិរបស់ Dragon Trail នេះដដែលកាលពីឆ្នាំ2025មានអ្នកឆ្លើយតបថា 64% បានប្រើប្រាស់ DeepSeek ហើយ 63% បានប្រើប្រាស់តួប៉ាវសម្រាប់ការរៀបចំការធ្វើដំណើរដែល 51% បានប្រើប្រាស់ AI Assistant របស់ Trip.com AI កំពុងវិវត្តពីការផ្ដល់ព័ត៌មានទៅរកការជួយអនុវត្តការធ្វើដំណើរជាក់ស្ដែងផងដែរនៅក្នុងអំឡុងកាលពីបុណ្យចូលឆ្នាំចិនខែ2ឆ្នាំ2026នេះការបញ្ជាទិញតាម AI របស់ Flixg បានកើនឡើងរហូតដល់ 800% ដោយមានការកក់សំបុត្រចូលតំបន់ទេសចរច្រើនប្រើប្រាស់ហើយនឹងពេញនិយមអំពីការប្រើប្រាស់ AI នេះហើយមានន័យថាអ្នកទេសចរចិនម្នាក់អាចមិនចាំបាច់ស្វែងរកព័ត៌មានម្ដងទៀតដូចមុនទេដែលគាត់អាចសួរ AI តែម្ដងដូចឧទាហរណ៍ថាខ្ញុំមានពេល5ថ្ងៃថវិកា7,000 យន់អីចឹងទៅហើយចង់ទៅប្រទេសណាមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានវប្បធម៌បុរាណម្ហូបឆ្ងាញ់ធម្មជាតិស្អាតសមស្របសម្រាប់គ្រួសារតើខ្ញុំគួរទៅប្រទេសណាអញ្ចឹងទេ AI អាចជួយគាត់ជ្រើសរើសប្រទេសឬក៏គោលដៅទេសចរដើម្បីរៀបចំកម្មវិធីធ្វើដំណើរណែនាំទីកន្លែងស្នាក់នៅកន្លែងញ៉ាំការធ្វើដំណើរនិងសកម្មភាពផ្សេងៗនេះហើយគឺជាការផ្លាស់ប្ដូរមួយអំពីការ search ការស្វែងរកនៅក្នុង website ឬក៏កន្លែងផ្សេងៗទៅជាការសួរ AI ផ្ទាល់អញ្ចឹងយើងមានសំណួរមួយតើហេតុអ្វីដែលរឿងនេះវាពាក់ព័ន្ធជាមួយនឹងកម្ពុជានៅពេលដែល AI កាន់តែចូលរួមក្នុងការជ្រើសរើសគោលដៅទេសចរសំណួរសម្រាប់កម្ពុជាមិនមែនត្រឹមតែថាតើទេសចរចិនស្គាល់អំពីកម្ពុជាដែរទេប៉ុន្តែយើងគួរសួរថាតើ AI ដែលអ្នកទេសចរចិនកំពុងប្រើប្រាស់ហ្នឹងកំពុងតែស្គាល់និងយល់អំពីកម្ពុជាច្បាស់កម្រិតណាតើ AI ស្គាល់កម្ពុជាត្រឹមតែអង្គរវត្តឬក៏ស្គាល់ផងដែរអំពីតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាដូចជាកោះរ៉ុងមណ្ឌលគិរីរតនគិរីកញ្ចេះកពតកែបឬក៏បាត់ដំបងអីចឹងទៅឬក៏ប្រាសាទព្រះអាទិត្យវិហារតំបន់ទេសចរជនបទកសិទេសចរសហគមន៍អេកូទេសចរម្ហូបខ្មែរសិប្បកម្មក៏ដូចជាប្រពៃណីនិងរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែរទេហើយចឹងទៅតើ AI អាចឆ្លើយបានត្រឹមត្រូវដែរទេថាគួរទៅកម្ពុជាទៅខែណាឬក៏ថាតើការធ្វើដំណើរពីភ្នំពេញទៅសៀមរាបធ្វើដំណើរដោយរបៀបម៉េចតើគ្រួសារដែលមានកូនតូចៗឬក៏មានកូនអាចទៅកន្លែងណាបានខ្លះនៅក្នុងប្រទេសកម្ពុជាយើងហើយតើអ្នកដែលស្រឡាញ់ទៅលេងធម្មជាតិគួរទៅលេងតំបន់ណាខ្លះហើយអ្នកដែលចង់
ទៅស្គាល់ជីវិតជនបទនៅស្រុកខ្មែរឬក៏របៀបរស់នៅរបស់ប្រជាជនខ្មែរហ្នឹងគួរទៅកន្លែងណាហើយបានបទពិសោធន៍អ្វីខ្លះពីការទៅកន្លែងអស់នោះនេះគឺជាអ្វីដែល AI ត្រូវការយល់ពីយើងឲ្យបានកាន់តែច្រើននេះគឺជាអ្វីដែលយើងហៅថា AI destination variability សមត្ថភាពរបស់គោលដៅទេសចរមួយក្នុងការត្រូវបាន AI ស្វែងរកហើយនឹងយល់ឃើញហើយលើកយកមកពិចារណាដើម្បីឆ្លើយតបជាចម្លើយទៅអ្នកប្រើប្រាស់នៅពេលដែលយើងផុសរបស់យើងអាចជួយ AI បានយ៉ាងដូចម្ដេចចម្លើយគឺយើងអាចជួយបានប៉ុន្តែវាមិនមែនមានន័យថារាល់ដូចជា Facebook post នៅក្នុង Facebook ឬក៏ TikTok វីដេអូឬនឹងត្រូវបាន AI យកទៅដោយផ្ទាល់នោះទេ AI នីមួយៗមានគេហៅថាប្រភពប្រមូលទិន្នន័យឬក៏ព័ត៌មានស្វែងរកឬក៏វិធីជ្រើសរើសប្រភពផ្សេងៗគ្នាទោះបីជាយ៉ាងណាមាតិកា Digital ដែលមានគុណភាពខ្ពស់អាចរួមចំណែកក្នុងការបង្កើតគេហៅថា Digital Footprint ឬក៏ដាននៃព័ត៌មាន Digital របស់កម្ពុជាដែលត្រូវបានរកឃើញដោយ Search Engine ឬក៏ AI Search ឬក៏ online travel platform នានាហើយនឹងប្រព័ន្ធផ្ដល់ការណែនាំផ្សេងៗហើយការសិក្សារបស់ Chess Mobile នៅក្នុងឆ្នាំ2026បានបង្ហាញថា AI កំពុងក្លាយទៅជាច្រកសំខាន់មួយសម្រាប់ការទទួលព័ត៌មានរបស់អ្នកប្រើប្រាស់ចិនហើយបើយើងគិតត្រឹមខែមេសាឆ្នាំ2026នេះកម្មវិធី AI native របស់ចិនមានអ្នកប្រើប្រាស់សកម្មប្រចាំខែប្រមាណជា461លាននាក់ហើយក្នុងចំណោមអ្នកប្រើប្រាស់ online travel app មាន 69.4% ដែលប្រើប្រាស់ AI native app ផងដែរហើយអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍នោះគឺសម្រាប់សំណួរប្រភេទដូចជា destination discovery ការសិក្សារកឃើញថា Sea Trip មានអត្រាត្រូវបាន AI យកមកយោងធ្វើជា reference ហ្នឹងគឺប្រមាណជា 58.3% ខណៈ TOEIC មាន 35.4% ប្រព័ន្ធ AI ផ្សេងទៀតក៏មានការជ្រើសរើសពីប្រភពផ្សេងៗគ្នាផងដែរដូចជាតួប៉ាវដែលពឹងផ្អែកខ្លាំងទៅលើ ecosystem របស់ TOEIC និង Tutor ខណៈដែល DeepSeek និង Chiven មានការប្រើប្រាស់និងទាញយកពីប្រភពផ្សេងៗគ្នាហើយនេះនិយាយឲ្យសាមញ្ញអ្វីដែលយើងបង្ហោះនៅលើអ៊ីនធឺណិតរាល់ថ្ងៃអាចក្លាយទៅជាផ្នែកមួយដែលនៃជួយដល់ digital knowledge environment ដែលឲ្យយើង search ឬក៏ AI ប្រើប្រាស់នៅពេលថ្ងៃក្រោយដូច្នេះប្រជាជនកម្ពុជាយើងតើយើងអាចជួយបានយ៉ាងដូចម្តេចខ្លះមិនចាំបាច់តតែជាមន្ត្រីទេសចរឬក៏អ្នកជំនាញបច្ចេកវិទ្យាទើបអាចចូលរួមបានទេអ្នកបង្កើតមាតិកាអ្នកថតរូបអ្នកកតេទេសចរនិស្សិតម្ចាស់សណ្ឋាគារក៏ដូចជាភោជនីយដ្ឋានអាជីវកម្មខ្នាតតូចនិងប្រជាពលរដ្ឋទូទៅសុទ្ធតែអាចចូលរួមចំណែកបានដើម្បីឲ្យ AI ស្គាល់អំពីកម្ពុជាទី1មិនមែនត្រឹមតែយើងបង្ហោះរូបស្អាតទេអ្វីដែលយើងត្រូវជួយនោះគឺយើងត្រូវបន្ថែមព័ត៌មានដែលមានប្រយោជន៍ឧទាហរណ៍ជំនួសឲ្យការសរសេរដូចជា beautiful Cambodia យើងពេលយើង post ហើយយើងសរសេរបែបនេះអញ្ចឹង AI អត់ត្រូវបានយកព័ត៌មានច្បាស់ពីយើងទេឧទាហរណ៍ថាយើងអាចសរសេរដូចជាយើងទៅលេងមណ្ឌលគិរីទឹកធ្លាក់ប៊ូស្រាស្ថិតនៅក្នុងខេត្តមណ្ឌលគិរីប្រទេសកម្ពុជាជាគោលដៅទេសចរធម្មជាតិដ៏ល្បីមួយសមស្របសម្រាប់អ្នកចូលចិត្តធម្មជាតិនិងការធ្វើដំណើរជាលក្ខណៈគ្រួសារការសរសេរបែបនេះគឺជួយឲ្យ AI ស្គាល់កាន់តែច្រើនអំពីកម្ពុជាបន្ថែមព័ត៌មានដូចជាឈ្មោះទីកន្លែងទីតាំងអ្វីដែលយើងអាចធ្វើបានរដូវកាលសមស្របរយៈពេលនៃការធ្វើដំណើរក៏ដូចជាបទពិសោធន៍ពិសេសផ្សេងៗឬក៏ព័ត៌មានដែលមាន context ច្បាស់លាស់ជាងហើយសម្រាប់មនុស្សនិងប្រព័ន្ធ AI ងាយស្រួលស្វែងរកហើយទី2គឺយើងធ្វើឲ្យព័ត៌មានហ្នឹងកាន់តែចម្រុះមិនមែនឲ្យ AI ហ្នឹងស្គាល់តែតំបន់មួយដូចជាអង្គរវត្តខ្មែរយើងនៅក្នុងប្រព័ន្ធ digital ទេអង្គរវត្តគឺយើងដឹងហើយថាអង្គរវត្តជានិមិត្តរូបដ៏អស្ចារ្យមួយរបស់កម្ពុជាប៉ុន្តែកម្ពុជាមានអីច្រើនជាងអង្គរវត្តយើងអាចបង្កើតមាតិកាអំពីម្ហូបជីវិតជនបទទេសចរសិប្បកម្មក៏ដូចជាសហគមន៍បេតិកភណ្ឌតន្ត្រីហើយប្រពៃណីព្រៃភ្នំឆ្នេរកោះហើយនិងជីវភាពរស់នៅផលប្រជាជនក៏យើងអាចយកមកនិយាយនៅក្នុង digital បានដែរកាន់តែមានមាតិកាចម្រុះហើយ AI និងប្រព័ន្ធស្វែងរកកាន់តែមានឱកាសស្គាល់អំពីកម្ពុជាយើងច្រើនជាងអង្គរវត្តដោយយើងរងថ្ងៃពីច្រើនគេស្គាល់តែអង្គរវត្តអីចឹងណាហើយទី3បើសិនបើយើងចង់ឲ្យភ្ញៀវចិនស្គាល់អំពីយើងកាន់តែច្បាស់យើងត្រូវនិយាយជាភាសាចិនឬក៏យើងប្រើប្រាស់
ប្រាស់ការសរសេរជាភាសាចិនដើម្បីឲ្យAI ហ្នឹងងាយស្រួលរកយើងឃើញហើយហ្នឹងហើយមាតិកាខ្លះគួរតែប្រើប្រាស់ជាភាសាចិនហ្មងទៅឬក៏ជាភាសាអង់គ្លេសព្រោះដើម្បីបង្ហាញអំពីឈ្មោះគោលដៅទេសចរទីតាំងម្ហូបអាហារសកម្មភាពនិងព័ត៌មានសំខាន់គួរមាន Chinese keyword ដែលត្រឹមត្រូវដើម្បីធ្វើឲ្យមាតិកាហ្នឹងងាយស្រួលរកឃើញនៅក្នុង Chinese digital ecosystem ហើយនៅក្នុងការស្រាវជ្រាវនៅក្នុងឆ្នាំ2026ក៏ចាត់ទុកថា Red Note ដែលយើងហៅថា Xiaohongshu ហ្នឹងជាវេទិកាសំខាន់ខ្លាំងមួយសម្រាប់ travel brand នៅចិនខណៈដែល WeChat តូអ៊ីងនៅនឹង online travel agency ក៏ជាផ្នែកសំខាន់មួយរបស់ digital នៃអ្នកទេសចរចិនផងដែរទី5បង្កើតមាតិកាដែលឆ្លើយតបនឹងសំណួររបស់អ្នកទេសចរជាពិសេសអ្នកទេសចរចិននឹងឯងជំនួសឲ្យការបង្ហោះតែ come to Cambodia ឬក៏យើងថាអូខេមកទស្សនាកម្ពុជាយើងអាចបង្កើតមាតិកាដូចជា what to do in Cambodia for 5 day ដូចជា 3 day Siem Reap itinerary ឬក៏ Cambodian for Chinese family ឬក៏មួយចំនួនទៀតដូចជា what to eat in your first trip to Cambodia best place in Cambodia for nature lovers ឬក៏ Cambodian beyond Angkor Wat how to travel from Phnom Penh to Siem Reap អីជាដើមសំណួរទាំងអស់នេះគឺឆ្លើយតបទៅនឹង AI ដែល prompt ដែលអ្នកទេសចរចិនភាគច្រើនគេសួរនៅក្នុង AI system ហ្នឹងឯងហ្នឹងហើយទី5គឺតកតងជាមួយនឹងការ review ហើយនឹងបទពិសោធន៍ពិតដែលយើងបានទៅលេងនឹងឯងបើសិនបើយើងបានទៅកន្លែងណាមួយកន្លែងទេសចរណាមួយយើងកុំប្រើតែរបៀបថា check in អញ្ចឹងណាយើងអាចសរសេរអំពីបទពិសោធន៍ពិតតើអ្វីដែលយើងចូលចិត្តនៅកន្លែងតំបន់ដែលយើងបានទៅលេងហ្នឹងតើដំណើរទៅលេងហ្នឹងយ៉ាងដូចម្ដេចថាត្រូវចំណាយប្រមាណឬក៏សមស្របសម្រាប់អ្នកទៅលេងហ្នឹងបែបណាដូចជាគ្រួសារឬក៏បែប single ឬក៏ដៃគូអីចឹងទៅបទពិសោធន៍ពិតពីអ្នកប្រើប្រាស់ហ្នឹងអាចជួយបង្កើតទាំង visibility context ហើយនិង credibility របស់គោលដៅហ្នឹងផងដែរហើយទី6ដែលខ្ញុំចង់លើកហ្នឹងគឺព័ត៌មានត្រូវតែពិតហើយវាអាចអាប់ដេតទាន់សម័យអញ្ចឹងណាក្នុងគោលបំណងមិនមែនថាយើងបង្កើតដើម្បីបញ្ឆោត AI ដើម្បីឲ្យ AI ហ្នឹងស្គាល់អំពីខ្មែរយើងទេព័ត៌មានខុសហើយនឹងចាស់ហ្នឹងវាហើយនឹងការផ្សព្វផ្សាយហួសពីការពិតពេលខ្លះវាប៉ះពាល់ដល់ទំនុកចិត្តនៃអ្នកទេសចរដូចគ្នាហើយដូច្នេះហើយព័ត៌មានស្ដីពីដូចជាឧទាហរណ៍ថា visa ឬក៏មកបិទមកបើកតម្លៃសម្បត្តិការដឹកជញ្ជូនសុវត្ថិភាពនិងបទបញ្ញត្តិផ្សេងៗគួរយោងទៅតាមប្រភពផ្លូវការឬក៏ការធ្វើបច្ចុប្បន្នភាពជាប្រចាំដូច្នេះដែលពាក្យថាគ្រប់គ្នាដើម្បីទេសចរទៅគ្រប់គ្នាជួយឲ្យ AI ស្គាល់ពីកម្ពុជានៅក្នុងយុគសម័យមុនប្រជាពលរដ្ឋយើងអាចជួយទេសចរតាមរយៈការធ្វើជាម្ចាស់ផ្ទះដែលល្អថែរក្សាបរិស្ថានក៏ដូចជាការការពារបេតិកភណ្ឌនិងការផ្សព្វផ្សាយកម្ពុជាតាមរយៈ Facebook, TikTok, YouTube និងបណ្ដាញសង្គមផ្សេងៗប៉ុន្តែឥឡូវនេះនៅក្នុងយុគសម័យ AI យើងមានទូនាទីថ្មីមួយទៀតគឺជួយបង្កើតព័ត៌មាន digital ដែលធ្វើឲ្យ AI ហ្នឹងនឹងប្រព័ន្ធស្វែងរកស្គាល់និងយល់អំពីកម្ពុជាយើងកាន់តែច្បាស់អញ្ចឹងទេរដ្ឋាភិបាលអាចជួយបង្កើតទិន្នន័យផ្លូវការហើយក្រសួងទេសចរអាចរៀបចំដូចជា digital tourism content ហើយម្ចាស់អាជីវកម្មផ្សេងៗគាត់អាចធ្វើព័ត៌មានអំពីផលិតផលរបស់ខ្លួនដែលងាយស្រួលរកឃើញដូចជា content creator អីផ្សេងៗគាត់អាចប្រាប់រឿងរ៉ាវផ្សេងៗដល់អ្នកទេសចរអាចសរសេរ review ហើយប្រជាពលរដ្ឋម្នាក់ៗអាចបង្កើតមាតិកាទូចៗអំពីស្រុកភូមិម្ហូបអាហារវប្បធម៌ក៏ដូចជាបទពិសោធន៍របស់ខ្លួនហើយយើងអាចធ្វើរឿងទាំងនេះជាបន្តបន្ទាប់ទៅដើម្បីជួយឲ្យ digital knowledge footprint របស់កម្ពុជាយើងកាន់តែធំចម្រុះនិងមានគុណភាពខ្ពស់ហើយយើងមិនអាចបោកបញ្ឆោតឲ្យ AI ណែនាំអំពីកម្ពុជាបានទេប៉ុន្តែយើងអាចធ្វើឲ្យកម្ពុជាយើងមានព័ត៌មានត្រឹមត្រូវគ្រប់គ្រាន់ចម្រុះទាន់សម័យនិងងាយស្រួលរកឃើញនៅក្នុងពិភព digital ហើយនៅថ្ងៃដែលអ្នកទេសចរចិនម្នាក់សួរ DeepSeek ឬក៏តប៉ាវ Chiven ឬក៏ Travel Agency ឬក៏ Travel Assistant ហ្នឹងថាតើខ្ញុំគួរទៅលេងប្រទេសណានៅក្នុងតំបន់អាស៊ីគ្នេយ៍យើងចង់ឲ្យពាក្យចិនថាជានភូចៃហើយនឹង Cambodia នឹងមានឱកាសកាន់តែខ្ពស់នៅក្នុងការស្ថិតនៅក្នុងជម្រើសផល AI យកមកពិចារណានេះហើយគឺជាមូលហេតុដែលគ្រប់គ្នាអាចជួយ AI ស្គាល់អំពីកម្ពុជាយើងឲ្យបានកាន់តែច្បាស់ Every Cambodian can have AI discovery Cambodia